Ngày ní nhômនឹងលើកយកមកនិយាយរឿងពិតមួយដែលកើតឡើងកាលពីទូចហើយកើតឡើងចំពោះខ្ញុំផ្ទាល់មានថ្ងៃមួយគឺខ្ញុំបានទៅដកចនាបពីអ្នកម៉ៅខ្ញុំពេលហ្នឹងគឺខ្ទង់ពេលព្រឹករហូតទៅដល់ម៉ោង11ថ្ងៃត្រង់ហើយពេលហ្នឹងគឺជាពេលមួយដែលគេដកចនាបចិត្តហ្នឹងគឺគេទៅផ្ទះអស់ហើយអញ្ចឹងនៅសល់តែខ្ញុំហើយនឹងម៉ៅខ្ញុំទេហើយចន្លោះពីម៉ោង11 12ហ្នឹងគឺដឹងស្រាប់ទៅគឺជាពេលវេលាមួយដែលគួរឲ្យខ្លាចដែលចាស់ចាស់និយាយថាមានប្រមាថប្រមងឬក៏ខ្មោចចេញរស់ស៊ីអីចឹងទៅហើយបន្ទាប់មកពេលខ្ញុំកំពុងទៅដកចនាបជាមួយម៉ែខ្ញុំពេលនោះហើយគឺបានឮសំឡេងមួយនៅកន្លែងឆាយខ្ញុំហើយខ្សែរបស់ខ្ញុំហ្នឹងគឺមានទូលមួយទូលហ្នឹងគឺគេហៅថាគឺពុភូមិទូលហ្នឹងគឺអ្នកដែលគាត់ដឹងគឺគាត់ដឹងហើយថាគួរឲ្យខ្លាចប៉ុណ្ណាថាលួងសាហាវប៉ុណ្ណាហើយពេលហ្នឹងនៅចន្លោះម៉ោង11 12ពីអ្នកម៉ែខ្ញុំដកចនាបគេទៅផ្ទះអស់ហើយខ្ញុំអត់ទាន់បានទៅញ៉ាំបាយទេហើយពេលហ្នឹងហើយគឺបានឮសំឡេងមួយដែលសំឡេងនោះចេញពីទូលពុភូមិថាដែលឮស្ដាយហ្មងណាខ្ទង់ម៉ោងចន្លោះម៉ោងហ្នឹងគឺឮថានិយាយទៅខ្ញុំឮសំឡេងហ្នឹងគឺរបៀបថាចំនួន3ដងហ្មងហើយដល់ពេលហើយអញ្ចឹងខ្ញុំក៏សួរម៉ែខ្ញុំថាម៉ែមានឮសំឡេងហ្នឹងអត់គាត់ណាម៉ែខ្ញុំក៏គាត់អត់មាត់ទេអត់មាត់អីគាត់ថាគាត់នៅតែស្ងៀមទេតែគាត់ឮមែនតើគាត់ឮហើយទៅពេលហ្នឹងទៅម៉ែខ្ញុំក៏គាត់ឆាយជេរថាកូនម្ចាស់ក៏ចុយមកលួងអីក្រាថ្ងៃថងហ្នឹងអញ្ចឹងណាហើយទៅពេលហើយអញ្ចឹងទៅអើយម៉ែខ្ញុំក៏ថាបានហើយរៀបចំទៅផ្ទះទៅអីអញ្ចឹងណាគាត់ជេរគាត់អង្គុយជេរនៅកន្លែងទូលហ្នឹងហ្មងហើយពេលហ្នឹងហ្មងណាគឺខ្ញុំក៏បានដើរទៅទូលហ្នឹងម្នាក់ឯងខ្ទង់ពេលហ្នឹងគឺបងខ្ញុំគាត់ទៅផ្ទះអស់ហើយខ្ញុំគាត់ទៅដល់ខ្ញុំនិយាយថាអញ្ចឹងអត់ការងារធ្វើឲ្យដើរតែមកលងគេអញ្ចឹងអត់គិតទៅចាប់ជាទៅចាប់អីមួយថ្ងៃគិតទៅពីលងគេអញ្ចឹងហ្មងហើយមានដឹងមកយើងនេះតែគ្នាសាក់ពាក់អំលងដែលខ្ញុំនិយាយអាពេលថ្ងៃត្រង់ហ្នឹងហើយខ្ញុំក៏បានរៀបទៅផ្ទះម៉ែខ្ញុំបាត់ហើយតែពេលយប់ឡើងមានដឹងមកយ៉ាងគឺខ្ញុំបានយល់សពឃើញកន្លែងទូលហ្នឹងមែនហើយទូលហ្នឹងនិយាយថាមនុស្សចាស់ចន្លោះពីខ្ទង់អាយុ40ឆ្នាំមែនខ្ទង់40ជាងអីអញ្ចឹងណាគឺកើតជំងឺស្លាប់ឬក៏គាត់ផឹកអីស្លាប់អីអញ្ចឹងខ្ញុំអត់ដឹងច្បាស់ឯងកន្លែងហ្នឹងណាប៉ុន្តែមានដឹងមកចិត្តគឺគាត់មកលងខ្ញុំនៅក្នុងយល់សពហ្មងគឺស្ដាយយំហ្មងហើយដល់ពេលហើយខ្ញុំសម្រួលមួយគាត់នៅក្នុងយល់សពនឹងទៀតហើយដល់ពេលហើយចឹងទៅគឺខ្ញុំក៏ងើបពីគេងធម្មតាតែកន្លែងហ្នឹងគឺលួងញឹកខ្លាំងមែនទែនហ្មងជាពិសេសគឺលួងម៉ែខ្ញុំមានថ្ងៃមួយម៉ែខ្ញុំគាត់ទៅស្ទូងម្នាក់ឯងណាគឺលួងគាត់ស្ដាយខ្ទង់ម៉ោង9ម៉ោង10ធ្វើជាអ្នកពេលហ្នឹងនិយាយថាគាត់ធ្វើគេប្រហែលកន្លះជាអ្នកមាននៅគុំស្រូវចឹងហ្មងឡើងឡាកើហ្មងឡាកើម្ទូងកើអីហ្មងហើយម៉ែខ្ញុំគាត់ជេររហូតហ្មងជេរអាខ្មោចនឹងរហូតហ្មងជេរពុភូមិហ្មងហើយម៉ែខ្ញុំក៏ប្រាប់ថាកន្លែងហ្នឹងគឺខ្មោចពុភូមិគាត់អាសាលួងខ្លាំងមែនទែនហ្មងគាត់លួងខ្ទង់ចន្លោះម៉ោង10ម៉ោង9ម៉ោង10ម៉ោង2 10អីហ្នឹងនិយាយទៅឲ្យតែគេនៅរៀងម្នាក់ឯងនិយាយថារិស័យរៀងទៀបជាងគាត់គឺគាត់លួងចឹងហ្មងតែគាត់លួងលួយថាមិនលួងឲ្យយើងលួយថាតសាហាវព្រៃផ្សាយហ្មងឯងគាត់លួងលួយថាលួងបែបម្លាចយើងអីចឹងរបៀបអញ្ចឹងអរគុណសម្រាប់ការទស្សនាពីដើមរហូតដល់ចប់បាយបាយ